តាមពិតទូរស័ព្ទអ្នកណាក៏មានបញ្ហាដែរដោយសារពេលដែលគាត់មើលទូរស័ព្ទពុកក្បាលគាត់ហ្នឹងរត់តាមទូរស័ព្ទហ្នឹងដូចជា TikTok ឬក៏ short របស់ YouTube អញ្ចឹងវាចេញមួយទៅមួយវិញមួយទៅមួយចេញមួយទៅមួយអញ្ចឹងទៅពុកក្បាលគាត់ធ្លាប់ទៀតហើយធ្លាប់ទៅមកពិភពលោកក្រៅពីទូរស័ព្ទហ្នឹងគាត់មានអារម្មណ៍ពេញទ្រាន់គាត់ខឹងគាត់មួម៉ៅអីចឹងទៅអញ្ចឹងបានគេកូនអ្នកបង្កើតហ្នឹងអត់ឲ្យប្រើទេដោយសារវាគ្រោះថ្នាក់គេយើងទាំងអស់គ្នាsẽជនរងគ្រោះទាំងមនុស្សចាស់ទាំងក្មេងហ្នឹងដូចថាញៀនណាកូន Steve Jobs កូន Bill Gates អត់ឲ្យប្រើទេអាយុ16 17ឆ្នាំប៉ុន្តែពួកយើងអ្នកប្រើជាជនរងគ្រោះឯងចឹងពួកយើងគុណមេដែលចង់គឺត្រូវហើយដូចញៀនឯនេះគាត់ប្រើនៅទៅញៀនទៅដែរអត់ល្អសម្រាប់ពួកក្បាលទេគាត់លែងគិតគាត់បានគិតច្រើនគាត់មួម៉ៅគាត់ខូចភ្នែកអីចឹងទៅអាការអត់ឲ្យហ្នឹងល្អហើយបកស្រាយមិនបកស្រាយទៅដូចកូនខ្ញុំក៏អត់ឲ្យប្រើទូរស័ព្ទស្គាល់ខ្លួននៅសាលាដែរអញ្ចឹងព្រោះអីវាគ្រោះថ្នាក់ហើយគាត់ថាគេមិនប្រើអីពីច្រើនគេប្រើទូរស័ព្ទនៅសាលាអញ្ចឹងខ្ញុំឆ្លើយខ្លីអញ្ចឹង